ព្រឹលធ្លាក់ខ្លាំងគំរាមកំហែងដល់ចំនួនអ្នកទៅបោះឆ្នោតនៅជប៉ុននាចុងសប្តាហ៍នេះលោកស្រីនាយករដ្ឋមន្ត្រី Senate Keke បានបញ្ជាឲ្យមានវិធានការបន្ទាន់ដើម្បីធានាថាការបោះឆ្នោតសកលរបស់ជប៉ុនអាចប្រព្រឹត្តទៅបាននៅថ្ងៃអាទិត្យទី8ខែកុម្ភៈឆ្នាំ2026ខាងមុខទោះបីជាមានការធ្លាក់ព្រើខ្លាំងក្នុងកម្រិតកំណត់ត្រានិងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងកំពុងបង្កការរំខានដល់តំបន់ភាគខាងជើងក៏ដោយការបោះឆ្នោតនេះគឺជាការបោះឆ្នោតសភាជាន់ទាបក្នុងរដូវរងាលើកដំបូងក្នុងរយៈពេល36ឆ្នាំដែលជាការផ្ដល់នយោបាយដ៏សំខាន់សម្រាប់លោកស្រី Takeke ក្នុងនាមជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ជប៉ុនដែលបានសម្រេចចិត្តរំលាយស្ពាយក្រោយកាន់តំណែងបានត្រឹមតែ3ខែដើម្បីស្វែងរកការគាំទ្រថ្មីទោះជាយ៉ាងណាក៏ដោយបញ្ហាស្ទភាគឺជាឧបសគ្គដ៏ធំនៅក្នុងខេត្តដូចជា Ranore និង Nedete ទាំងប៉ាណូឃោសនាបោះឆ្នោតត្រូវបានកប់ក្រោមគំនរព្រិលកម្ពស់2ម៉ែត្រហើយអាជ្ញាធរមូលដ្ឋានកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោះសម្អាតផ្លូវទៅកាន់មណ្ឌលបោះឆ្នោតយោងតាមសារព័ត៌មាននៅគិតត្រឹមថ្ងៃទី5កុម្ភៈនេះអាកាសធាតុដ៏អាក្រក់នេះបានបណ្ដាលឲ្យមនុស្សស្លាប់ហោចណាស់35នាក់បាត់បង់ជីវិតនិងរាប់រយនាក់ផ្សេងទៀតរងរបួសដែលនាំឲ្យរដ្ឋាភិបាលត្រូវពង្រឹងកម្លាំងស្វ័យការពារដើម្បីជួយសង្គ្រោះក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្រោយពីគ្រោះថ្នាក់នៃការអិលបាក់ដីនិងការបាក់រលំដំបូលផ្ទះក្រុមអ្នកវិភាគនយោបាយបានព្រមានថាលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់នេះអាចធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតធ្លាក់ចុះទាបបំផុតជាប្រវត្តិសាស្ត្រជាពិសេសក្នុងចំណោមមនុស្សចាស់នៅក្នុងតំបន់ជនបទទោះបីជាគំបាក់ប្រជាធិបតេយ្យជាសេរីលដរបស់លោកស្រី Takeke កំពុងនាំមុខក្នុងការស្ទង់មតិក៏ដោយប៉ុន្តែយុទ្ធនាការដែលកោះស្ទែនេះបានរារាំងដល់ការថ្លែងសន្ទរថានឹងការជួបជុំឃោសនាបោះឆ្នោតផ្សេងរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីដាក់ពង្រាយមណ្ឌលបោះឆ្នោតចល័តនិងផ្ដល់មធ្យោបាយដឹកជញ្ជូនបន្ទាន់ប៉ុន្តែជោគជ័យនៃការផ្ដល់នយោបាយរបស់លោកស្រី Takeke ឥឡូវនេះពឹងផ្អែកលើការសម្រេចចិត្តរបស់អ្នកបោះឆ្នោតថាតើពួកគេនឹងហ៊ានជំនះអាកាសធាតុដ៏ត្រជាក់ដើម្បីទៅដល់ហេបថ្នោតដែរឬទេ